បែនធំម៉ាក្មេងស្រីអាយុទៅតែ6ឆ្នាំប៉ុន្តែចង់សម្រាប់ឪពុកម្ដាយចិញ្ចឹមរបស់ខ្លួនហើយនិងប្អូនប្រុសរបស់ខ្លួនភាគ2សម្រាប់អ្នកដែលអត់ទាន់បានមើលភាគ1អាចចូលទៅមើលវីដេអូមុនបានណាឡងពេលដែលបែនហ្នឹងរស់នៅជាមួយនឹងម្ដាយឪពុកចិញ្ចឹមរបស់គាត់ហ្នឹងគាត់តែងតែនិយាយថាគាត់ចង់សម្រាប់គ្រួសារនឹងទាំងមូលហ្មងជាមួយនឹងកំបិតហើយនៅពេលយប់នៅពេលដែលពួកគាត់ដេកលក់អស់ហើយមិនត្រឹមតែនិយាយប្រាប់ទេណាអ្នកទាំងអស់គ្នាសូម្បីតែពេលថ្ងៃពេលអីហ្នឹងក៏បែនហ្នឹងគូរូបនៅក្នុងกระดาษអីទុកមើលដែរហើយម្ដាយឪពុករបស់គាត់ហ្នឹងក៏ឃើញដែរអ្នកទាំងអស់គ្នាអញ្ចឹងហើយរាល់ពេលយប់ម្ដាយឪពុកចិញ្ចឹមរបស់បែនហ្នឹងអ្នកដែលបានស្គាល់ពីអ្នកទាំងអស់គ្នាគាត់តែងតែចាក់សោបន្ទុករបស់បែនហ្នឹងជាប់ជានិច្ចហើយមួយវិញទៀតហ្នឹងគឺគាត់អត់ចោលបែនទេម្ដាយឪពុកហ្នឹងគឺតែងតែយកបែនហ្នឹងទៅពេទ្យចិត្តសាស្ត្រជានិច្ចបន្ទាប់ពីម្ដាយរបស់គាត់បានស្លាប់ទៅគាត់ត្រូវបានគេហ្នឹងរំលោភបំពានផ្លូវភេទហើយនឹងធ្វើបាបយ៉ាងធ្ងន់ធ្ងរធ្វើដូច្នេះហើយធ្វើឲ្យគាត់មានវិបត្តិផ្លូវចិត្តហ្នឹងខ្លាំងមែនតើរហូតដល់ថ្នាក់រវល់រវាយចង់តែសម្លាប់គេឬមួយក៏អីអញ្ចឹងណាប៉ុន្តែវាគឺជាសំណាងល្អរបស់បែនដែរដែលបានជួបម្ដាយឪពុកចិញ្ចឹមមួយដែលល្អដែលមិនបោះបង់ចោលគាត់គាត់ព្យាយាមព្យាបាលបែនហ្នឹងរហូតតតែជាហើយបន្ទាប់ពីហ្នឹងមកបែនខ្លះជាគ្រូពេទ្យអ្នកទាំងអស់គ្នារហូតមកដល់ឆ្នាំ2017ហ្នឹងសម្រាប់ឥឡូវហ្នឹងអត់ដឹងថាគាត់អភិវឌ្ឍទៅដល់ណាទៀតទេហើយមួយវិញទៀតរឿងផងគាត់ហ្នឹងក៏ផលិតជាខ្សែភាពយន្តដែរអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាចង់មើល Charles of Rage អ្នកទាំងអស់គ្នាគ្រាន់តែចុចបែបហ្នឹងទៅនឹងចេញឲ្យអ្នកទាំងអស់គ្នាឃើញហើយ